Ba su sday pon pon côn khmui tầng o chỉ ti sả lạnh rọp an ngày ní krom nè nom pịa cái sum hạp tây hai khong niêm này chia pú ba chia ống ba chia ba chia pục cứ xôm nhà xa cài rừng lực mà đón tiết pịa pon từ nâng sạc cam ập hiếp rồi bọc côn khmui tầng o nơi khong áo ca nơi ca liền là bài rư có châu room sập bài khong sẵn krán rư khong nè pê cho nam hào chắpពីនេះតទៅរហូតដល់នៅចូលឆ្នាំផ្លូវការនៅតាមទីកន្លែងរៀបចំសង្ក្រាន្តតាមសាលារៀនគឺពូអ៊ំប៉ាពុកគឺបានមើលឃើញបងប្អូនទាំងអស់សប្បាយរីករាយប៉ុន្តែមួយចំនួនក៏បង្កជាបញ្ហាកើតឡើងក្នុងនេះគឺណែប៉ាពុកពូអ៊ំគឺលើកឡើងនៅករណីបញ្ហាការជះទឹកបាទការគប់ទឹកដាក់គ្នាទៅវិញទៅមកបើការជះទឹកការគប់ទឹកដាក់គ្នាទៅវិញទៅមកមិនបង្កបញ្ហាហើយក្នុងក្របខ័ណ្ឌដើរលេងទេអាហ្នឹងយើងគិតថាមិននាំឲ្យមាននៃគ្រោះថ្នាក់កើតឡើងទេក៏ប៉ុន្តែការគប់ទឹកការជះទឹកនេះក៏ក្រសួងអប់រំយុវជននិងកីឡាលោកបានណែនាំថាកុំឲ្យលេងដែរមួយទៀតការគប់ទឹកការជះទឹកដែលឲ្យមានការបារម្ភឲ្យមានការណែខ្លាចនោះគឺពាក់ព័ន្ធទៅនឹងការជិះម៉ូតូបាទទៅវិញទៅមកគប់ទឹកដាក់គ្នាជះទឹកដាក់គ្នាឬក៏អ្នកដែលដាក់គោលដៅឈរនៅម្ដុំតាណាហើយចាំជះទឹកឬក៏ចាំគប់ទឹកដាក់អ្នកដែលជិះម៉ូតូករណីនេះគឺក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃក៏ដូចជាបងប្អូនកូនក្មួយទាំងអស់និងមហាជនទូទៅបានមើលឃើញអំពីគ្រោះថ្នាក់នេះគឺមានការជះទឹកទៅលើអ្នកជិះម៉ូតូមានការគប់ទឹកទៅលើអ្នកជិះម៉ូតូបណ្ដាលឲ្យអ្នកជិះម៉ូតូនោះដួលបាទម្នាក់ឯងជាក្រុមឬក៏ដួលប្រពាក់ប្រពូននៃ2ម៉ូតូ3ម៉ូតូជាដើមនាំឲ្យមានគ្រោះថ្នាក់អញ្ចឹងបើក្នុងករណីណាដែលបងប្អូនកូនក្មួយគប់ទឹកជះទឹកទៅលើអ្នកធ្វើដំណើរដោយម៉ូតូណានាំឲ្យគេដួលបាទនាំឲ្យគេរបួសឬនាំឲ្យគេរហូតដល់ស្លាប់អញ្ចឹងជារួមគឺបងប្អូនកូនក្មួយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងនេះគឺពូអ៊ំប៉ាពុកសូមចែកចេញជា3ករណីដែលបងប្អូនកូនក្មួយអាចប្រឈមមុខនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងក្របខ័ណ្ឌដែលបងប្អូនកូនក្មួយគប់ទឹកជះទឹកទៅលើអ្នកជិះម៉ូតូហើយបណ្ដាលឲ្យគេគ្រាន់តែដួលបាទខូចខាតនៃម៉ូតូរបស់គេដូចជាបែកស្តុបបែកកបាំងឬក៏បែកកញ្ចក់ជាដើមហោហានោះនេះគឺជាការទទួលខុសត្រូវមួយដែលនៅក្នុងទ្រឹស្ដីនៃរដ្ឋប្រវេណីគេថាជាការទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនដែលនាំឲ្យផ្ទះស្នាក់កម្មកើតឡើងទៅលើបុគ្គលដទៃពលគឺនាំឲ្យមានការខូចខាតលើទ្រព្យសម្បត្តិរបស់អ្នកដទៃអញ្ចឹងគឺត្រូវតែទទួលខុសត្រូវបានន័យថាជួសជុលសំណងការខូចខាតជាក់ស្ដែងទៅលើនៃការខូចខាតនោះដូចជាបែកកញ្ចក់បាទបែកស្តុបបែកកបាំងឬក៏ប៉ះពាល់ដល់ម៉ាស៊ីនអាហ្នឹងគឺត្រូវតែមានកាតព្វកិច្ចនៅក្នុងការជួសជុលឬក៏ទទួលខុសត្រូវក្នុងករណីទី2ប្រសិនបើបងប្អូនកូនក្មួយគប់ទឹកជះទឹកទៅលើអ្នកដទៃជាពិសេសគឺអ្នកជិះម៉ូតូតែម្ដងបណ្ដាលឲ្យម៉ូតូនោះដួលប៉ុន្តែដួលគឺនាំឲ្យគេគឺរបួសស្នាមបាទរបួសស្នាមបាទក្រៅពីការខូចខាតគឺរបួសស្នាមបាទមានបាក់ដៃបាក់ជើងបែកក្បាលបែកក្បូងរបួសភ្នែករបួសមុខបាទដាច់ជង្គង់ឬក៏របួសស្នាមកន្លែងណាផ្សេងអានេះគឺចូលទៅជាបទល្មើសព្រហ្មទណ្ឌបងប្អូនកូនក្មួយគឺបទល្មើសបង្ករបួសស្នាមដោយអចេតនាដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ2009ហើយកំណត់នៅក្នុងមាត្រា236ដែលបងប្អូនកូនក្មួយប្រឈមមុខទាំងទោសព្រហ្មទណ្ឌនិងទាំងនៃសំណងរដ្ឋប្រវេណីនៃពូអ៊ំប៉ាពុកសូមបើកមើលច្បាប់ឲ្យអានជូនណាបងប្អូនកូនក្មួយទាំងអស់ដើម្បីឲ្យពិចារណាបាទពិចារណាមាត្រា236បទបង្កឲ្យមានរបួសបាទដោយអចេតនាបទល្មើសបង្កឲ្យមានរបួសដោយអចេតនាគឺជាអំពើ
đài bản đà ở miên rồi bua đào nẹt đợt tây đòi xây khá cho mơ ông pơ đại dương thưa nó nè đòi ca thuê bà hai ca mình prong bà giặt ca chi chia bà đài bằng co ở miên ạสมรรถភាពនៅក្នុងការធ្វើការងារបាទស្មើឬក៏លើសពី8ថ្ងៃបាទហ្នឹងហើយទី2បាទការបំពេញទៅលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវកាតព្វកិច្ចសន្តិសុខមានន័យថាគឺយើងម្នាក់មានកាតព្វកិច្ចទទួលខុសត្រូវថាមិនត្រូវធ្វើអំពើណាមួយនាំឲ្យប៉ះពាល់ដល់សន្តិសុខរបស់អ្នកដទៃឬសន្តិសុខសង្គមសន្តិសុខសាធារណៈទេបាទហ្នឹងហើយកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវគឺច្បាប់តម្រូវឲ្យយើងមានការប្រុងប្រយ័ត្នកុំឲ្យអំពើរបស់យើងនេះវាបណ្ដាលឲ្យមានការខូចខាតចំពោះសង្គមចំពោះនៅសាធារណៈឬក៏ចំពោះបុគ្គលណាមួយហើយពាក់ព័ន្ធនឹងការគប់ទឹកជះទឹកនេះទៀតសោតគឺក្រសួងអប់រំយុវជននិងកីឡាលោកបានចេញសេចក្តីណែនាំថាកុំឲ្យលេងបាទនោះគឺជាគោលការណ៍ណែនាំបែបរដ្ឋបាលមួយដែលចាត់ទុកថាជាស្មារតីរបស់ច្បាប់ដែលយើងត្រូវតែមានកាតព្វកិច្ចអនុវត្តអញ្ចឹងកាលណាបងប្អូនកូនក្មួយចូលទៅជាករណីបង្កនៃរបួសដោយអចេតនានេះគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី6ខែដល់2ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលរហូតដល់ទៅ4លានរៀលណាអត់លេងសើចទេបងប្អូនកូនក្មួយណាអញ្ចឹងការលេងគប់ទឹកជះទឹកគឺសូមឲ្យប្រុងប្រយ័ត្នគោរពនៅកាតព្វកិច្ចណាសន្តិសុខបាទគោរពនៅកាតព្វកិច្ចដែលច្បាប់កំណត់កុំឲ្យប៉ះពាល់ដល់អ្នកដទៃក្នុងករណីទី3ប្រសិនបើការជះទឹកការគប់ទឹករបស់ក្មួយទាំងអស់បណ្ដាលឲ្យអ្នកដទៃជាពិសេសគឺវានាំទៅដល់អ្នកដែលជិះម៉ូតូនោះបាទម៉ូតូដួលម្នាក់ឯងឬក៏មានគ្នាម៉ូតូមួយគ្រឿងឬក៏វាទៅប៉ះដៃចកោតម៉ូតូមួយគ្រឿងពីរគ្រឿង3គ្រឿងទៀតដួលបាទជាក្រុមតែម្ដងឬក៏ពេលដួលហើយម៉ូតូណាផ្សេងបើកលឿនមកបុកបន្ថែមនាំឲ្យគ្នារបួសធ្ងន់ហើយបញ្ជូនទៅមន្ទីរពេទ្យទទួលមរណភាពឬក៏ស្លាប់នៅនឹងកន្លែងគប់ទឹកជះទឹកនាំឲ្យម៉ូតូគ្នាដួលឡានណាមកបុកបន្ថែមពីលើនាំឲ្យស្លាប់គឺសិតតែយើងទទួលខុសត្រូវចំពោះមុខច្បាប់ដែលក្នុងនេះគេហៅថាគឺជាបទល្មើសមនុស្សជាតិដោយអចេតនាជាការពិតហើយបងប្អូនកូនក្មួយគ្មានចេតនាចង់សម្លាប់គេទេប៉ុន្តែដូចបានលើកឡើងខាងដើមអញ្ចឹងថាយើងអត់បំពេញកាតព្វកិច្ចសន្តិសុខយើងអត់បំពេញកាតព្វកិច្ចដែលច្បាប់តម្រូវឲ្យយើងធ្វើយើងធ្វើប្រហែសយើងខ្ជាបាទបណ្ដាលឲ្យអំពើរបស់យើងដែលធ្វើទៅហ្នឹងនាំឲ្យអ្នកដទៃស្លាប់ដោយគ្មានបំណងដោយគ្មានចេតនាអាហ្នឹងគេហៅថាមនុស្សជាតិដោយនៃអចេតនាដែលមានចែងនៅក្នុងមាត្រានៃ207នៃក្រមព្រហ្មទណ្ឌឆ្នាំ2009អញ្ចឹងទេពូអ៊ំនៃប៉ាពុកសំបើកឲ្យអានជូនក្មួយស្ដាប់ដើម្បីប្រុងប្រយ័ត្នមាត្រា207បទមនុស្សជាតិដោយអចេតនាណាបទមនុស្សជាតិដោយអចេតនាគឺជាអំពើបណ្ដាលឲ្យស្លាប់អ្នកដទៃដោយស្អីខ្លះទី1ដោយការធ្វើប្រហែសការមិនប្រុងប្រយ័ត្នឬការខ្ជិះជាគឺយើងធ្វើប្រហែសនៅក្នុងការគប់ទឹកការជះទឹកយើងមិនប្រុងប្រយ័ត្នយើងខ្ជិះនៅក្នុងការគប់ទឹកការជះទឹកបាទដែលនាំឲ្យគេដួលរហូតដល់គេស្លាប់នៅកន្លែងឬក៏បញ្ជូនទៅដល់មន្ទីរពេទ្យឬបណ្ដាលឲ្យម៉ូតូដទៃទៀតមកបុកបន្ថែមពីលើឬបណ្ដាលឲ្យយានដទៃទៀតមកបុកបន្ថែមពីលើហោហាយជាដើមទី2ការបំពានលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវណាឲ្យយើងគោរពឲ្យយើងប្រតិបត្តិបាទវាប្រហែលករណីបង្កឲ្យមានរបួសស្នាមដោយអចេតនាដែរហ្នឹងហើយវាដូចគ្នាអត្ថន័យរបស់វា
អញ្ចឹងទេបើបណ្ដាលឲ្យអ្នកដទៃស្លាប់អ្នកជិះម៉ូតូឬក៏អ្នកផ្សេងទៀតស្លាប់បាទគឺជាបទល្មើសមនុស្សជាតិដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំបាទទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលរហូតដល់ទៅ6លានរៀលអញ្ចឹងទេសូមជម្រាបជូនបងប្អូនកូនក្មួយជាសរុបមកវិញសូមឲ្យបងប្អូនកូនក្មួយទី1គោរពទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃបាទដែលឲ្យបងប្អូនណែធ្វើសកម្មភាពផ្សេងស្របច្បាប់នៅក្នុងស្មារតីអភិរក្សនៅវប្បធម៌ប្រពៃណីជាតិរបស់យើងអភិវឌ្ឍនៅវប្បធម៌ប្រពៃណីជាតិរបស់យើងសូមឲ្យបងប្អូនណែជិះឲ្យផុតអំពីអំពើណែហិង្សាអំពើល្មើសច្បាប់នានាដែលក្រសួងមហាផ្ទៃបានណែនាំសូមឲ្យបងប្អូនគោរពទៅតាមសំទោសការណែនាំរបស់ក្រសួងអប់រំយុវជនកីឡាសូមកុំឲ្យលេងណែល្បែងណាដែលជាល្បែងបរទេសជាពិសេសគឺការណែប៉ាតម្សៅបាទការគប់ទឹកការជះទឹកហូរហែជាដើមនេះដោយសារលោកមើលឃើញថាអាចនឹងមានគ្រោះថ្នាក់អាចនឹងមានបញ្ហាកើតឡើងអញ្ចឹងទេខ្ញុំគិតថាជូនបងប្អូនកូនក្មួយទាំងអស់ក្នុងករណីជះទឹកគប់ទឹកដែលនាំឲ្យអ្នកដទៃណែមានការខូចខាតកើតឡើងដែលនាំឲ្យអ្នកដទៃមានរបួសស្នាមដែលនាំឲ្យអ្នកដទៃស្លាប់យើងប្រឈមនឹងការទទួលខុសត្រូវបាទអញ្ចឹងសរុបមកវិញយើងអាចទទួលខុសត្រូវទាំងទោសព្រហ្មទណ្ឌយើងអាចទទួលខុសត្រូវទាំងសំណងរដ្ឋប្រវេណីបាទអញ្ចឹងពីរយ៉ាងតិចបាទអញ្ចឹងទេពូអ៊ំប៉ាពុកសង្ឃឹមថាបងប្អូនកូនក្មួយទាំងអស់សប្បាយដោយការយោគយល់គ្នាបាទដោយការប្រុងប្រយ័ត្នដោយការគិតគ្រប់ជ្រុងជ្រោយកុំឲ្យវាមានបញ្ហាកើតឡើងហើយជាពិសេសគឺនាំឲ្យយើងទទួលខុសត្រូវចំពោះមុខច្បាប់បាទអញ្ចឹងពូអ៊ំប៉ាពុកសូមបញ្ចប់ត្រឹមប៉ុណ្ណឹងអរគុណសុខសប្បាយទាំងអស់គ្នា